រីករាយថ្ងៃកំណើតកើតចំថ្ងៃអត់លុយសារតែមានការរំលឹកពីអេស៊ីលីដាតែរំលឹកខ្ញុំជានិច្ចនឹងហើយថ្ងៃនេះក៏សម្រេចចិត្តថាចង់ហូបស្លការីនឹងបញ្ចុកផងគឺជាបន្លែរបរអញ្ចឹងទៅហើយនេះសម្រាប់សាច់គឺខ្ញុំដាក់កន្លះគីឡូសាច់ជ្រូកសាច់មាន់លាយគ្នាហើយសណ្តែកដីជាគ្រឿងការីហើយបងប្អូនទាំងគ្នាកុំដាក់ការីកញ្ចប់នេះអីគឺអត់ឆ្ងាញ់ទេយកការីកំប៉ុងវិញល្អជាងហើយនេះគឺជាខ្ទិះដូងដើមសម្រាប់អាថងធំនេះគឺជាខ្ទិះដូងចុងអញ្ចឹងទៅហើយមានដូចជាកាពិអញ្ចឹងអត់មានអីច្រើនទេសាឡថ្ងៃនេះមានបន្លែតិចតួចសម្រាប់ធ្វើជារបយហើយក៏ដូចជាដាក់នៅក្នុងគ្រឿងការីនឹងឯងអ្វីដែលផ្លេចម្យ៉ាងនោះគឺថាខ្ទឹមបារាំងនិយាយពីថាផ្លេចឈឹងតែម្ដងពេលវេលាដ៏មានតម្លៃអញ្ចឹងហើយយើងកម្រងចាំយូរចាប់ផ្ដើមធ្វើតែម្ដងទៅគោខ្ទិះដូងនឹងកុំដាក់ខ្ទិះដូងចុងគឺដាក់ខ្ទិះដូងដើមហើយកពិកុំដាក់ច្រើនពេកប្រយ័ត្នស្អុយឡប់ពេញបន្ទប់ចាពីការដាក់សាច់ចូលហើយយើងក្របវាមកសន្ទុះមកវាពុះហើយយើងដាក់គ្រឿងការីចូលទៅតែខ្ទិះដូងស្រស់ហ្នឹងវាតិចខ្លាំងពេកអញ្ចឹងខ្ញុំសម្រេចថាបន្ថែមជាមួយនឹងខ្ទិះដូងចំនួន1កំប៉ុងទៀតដើម្បីឲ្យវាមានរសជាតិឈ្ងុយឆ្ងាញ់អញ្ចឹងទៅពីការស្លោឆ្អិនហើយយើងមកចិតរបយដើម្បីធ្វើការភ្លក់តែម្ដងទៅចាហើយរសជាតិនឹងវាបែបណាឆ្ងាញ់ឬមិនឆ្ងាញ់ចាំទៅមើលទាំងអស់គ្នាតោះ let's go គ្រាន់តែឃើញចានណាឆ្អែតដល់ជាតិក្រោយខ្លួនទូចមានប៉ិនសមោចទេតែក៏មើលលើចានអូលោភលន់ណាស់ចាលោភលន់តែរឿងហូបទេខ្ញុំអារឿងអីផ្សេងខ្ញុំលោភលន់ទេចាំមើលថាមួយចាននឹងអស់ឬមិនអស់នេះខ្ញុំនេះអាឡ័យតែដាក់ចុះដាក់ឡើង review ពីរសជាតិឯនឹងចានប៉ុន្តែក៏មើលម្នាក់ទៀតចាអូវុតយកអត់ខ្វល់ពីកាមេរ៉ាទេហូបសិនទៅឆ្ងាញ់មិនឆ្ងាញ់ចាំ feedback ឲ្យតាមក្រោយដំណាក់កាលនេះគឺជាដំណាក់កាលនៃការហូបចុកមិនមែនដំណាក់កាលនៃការមើលកាមេរ៉ាទេខ្លួនក្រគ្មានលុយចាយប៉ុន្តែហូបធំហ៎ម្ដងស្ទះស្លការីហើយសួរថាស្លការីនឹងអស់ចំណាយលុយច្រើនណាប៉ុន្តែខ្ញុំមិនដែលខ្វល់ទេតែខ្ញុំចង់ហូបអីគឺខ្ញុំហូបហ្នឹងឯងតែខ្ញុំចង់ធ្វើឯងខ្ញុំអត់ទៅទិញគេទេខ្ញុំធ្វើខ្លួនឯងបានរកណាបានទៀតព្យាបាលជំងឺក៏ចេះធ្វើម្ហូបក៏ចេះមកចប់យីរួមមិនត្រឹមតែប៉ុណ្្នឹងទេធ្វើហើយគឺចែករំលែកទៀតដោយសារតែថ្ងៃនេះថ្ងៃខួបផងអញ្ចឹងពេលដែលខ្ញុំធ្វើហើយគឺខ្ញុំត្រូវចែករំលែកការអ្នកនៅជុំវិញខ្លួនថាអ្នកនៅបន្ទប់ជាប់គ្នាឬក៏អ្នកផ្សេងទេគឺខ្ញុំចែកទាំងអស់ដោយសារតែអ៊ំស្រីម្នាក់នេះគឺគាត់ជន់បេការអញ្ចឹងហើយគាត់នៅផ្លូវរថភ្លើងដោយបងប្អូនទាំងគ្នាបានឃើញអញ្ចឹងនេះគឺផ្ទះរបស់គាត់កាលពីមុនមកគឺគាត់រួមការងារជាមួយខ្ញុំដែលគាត់ធ្វើជាផ្នែកជូតសម្អាតដោយសារតែគាត់គ្រោះថ្នាក់ចរាចរណ៍ទៅបេការដើរខ្វេខ្វងដោយបងប្អូនទាំងគ្នាបានឃើញអញ្ចឹងមួយទៀតគឺគាត់រស់នៅម្នាក់ឯងខ្ញុំនេះគឺថាទៅតាំងភ្លៀងតែម្ដងទៅការរាប់អានរបស់ខ្ញុំអត់ដែលខ្វល់ពីអ្នកមានអ្នកក្រឬជនបេការឬអីគឺខ្ញុំអត់ដែលខ្វល់ទេខាន់គឺទឹកចិត្តរបស់គាត់គឺស្មោះសរស្មោះត្រង់គេត្រង់មួយខ្ញុំត្រង់មួយគេដូចគ្នានិយាយរួមទៅអ្នកដែលស្គាល់ខ្ញុំគឺខ្ញុំស្រួលតបមកទៀតគឺខ្ញុំបានបំពេញតួនាទីជាបងស្រីគេណាវិចខ្ចប់យកមកឲ្យប្អូនរហូតដល់ផ្លូវ371ជីបម៉ងមេហ្គាម៉លនេះហ៎ទឹកចិត្តជាបងណាទោះបីឆ្ងាយប៉ុណ្ណាក៏ឆ្លៀតពេលទៅលេងប្អូនហើយក៏យកអីទៅផ្ញើដែរចង់បានអីពីប្អូនទេឲ្យតែប្អូននឹងរីចម្រើនក្នុងការងារទៅបានហើយមានលុយចាយគ្រប់គ្រាន់មានអ្នកស្រឡាញ់នឹងចូលចិត្តរាប់អានច្រើនទៅបងក៏សប្បាយចិត្តជំនួសដែរតបមកទៀតក៏ខ្ញុំបានទៅធ្វើការចុះឈ្មោះដើម្បីយកសភៅfree ដោយឥតគិតថ្លៃពីលោកគ្រូសំកុសលនេះគាត់ពេករបស់គាត់មានចាប់ក្រហមចាប់ខៀវចាប់បៃតងខ្ញុំក៏បានដើរជុំវិញស្តង់មានដូចជាតាំងពីពណ៌ទុរេនសភៅនិយាយរួមគឺថាគ្រប់ម៉ាក់គ្រប់ម៉ូតតែម្ដងមកណាគ្នាពិសេសគឺឡានអគ្គិសនីនឹងតែម្ដងខ្ញុំចាប់អារម្មណ៍ទាំងឡានអគ្គិសនីដែរប៉ុន្តែអ្វីដែលសំខាន់គឺអត់មានលុយទេចាអញ្ចឹងនិយាយចឹងនេះសភៅដែលពួកខ្ញុំទទួលបានទៅពីបានចូលរួមកម្មវិធីតាំងពីពណ៌រួចហើយពួកខ្ញុំក៏បានចេញដំណើរមកផ្ទះវិញសារតែម៉ូតូរបស់ខ្ញុំគឺដាក់ផ្ញើជាមួយនឹងប្អូនខ្ញុំកន្លែងលក់ឡានហ្នឹងឯងបានដាក់ផ្ញើនៅក្នុងជីបម៉ងរបស់គេដោយសារតែវាឆ្ងាយខ្លាំងពេកតែមួយដាក់ផ្ញើនៅនឹងទៅងាយស្រួលផងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនអរគុណជួបគ្នាវីដេអូក្រោយបាយបាយ